ជាបន្តទៅទៀតហ្នឹងរៀបរាប់អំពីការខ្សែគប់នៅបុគ្គលពីលនិងខ្សែគប់នៅបុគ្គលដែលជាបណ្ឌិតហ្នឹងហើយព្រះរាមាភិព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងនៅព្រះគាថាមួយប្រពចំពោះសទ្ធិវិហារករបស់ព្រះមហាកាសបៈព្រះអង្គមានព្រះគាថាថាចរញ្ជេនីធិកេឆយៈសីយ៉ាងសតិសៈមតនោឯកចរិយ៉ាងតលហង្កយិរាណដ្ឋិពាលាសហាយតាបុគ្គលកាលស្វែងរកកល្យាណមិត្តបើមិនបានមិត្តដ៏ប្រសើរជាងខ្លួនឬមិត្តដែលស្មើនឹងខ្លួនទេគប្បីប្រព្រឹត្តនៅតែម្នាក់ឯងឲ្យខ្ជាប់ខ្ជួនវិញព្រោះថាសហាយតាគុណមិនមាននៅក្នុងបុគ្គលពីលឡើយនឹងព្រះអង្គសម្ដែងថាបើសិនជារោគមិត្តណាដែលល្អជាងខ្លួនណាមិនបានហើយក៏រកមិត្តណាដែលស្មើនឹងខ្លួនក៏មិនបានអត់មានព្រោះថារកអត់បានអញ្ចឹងព្រះអង្គសម្ដែងថាឲ្យនៅម្នាក់ឯងវិញប្រសើរជាងព្រោះសហាយតាគុណនឹងសហាយតាគុណគឺគុណនៃមិត្តល្អសហាយៈក្នុងទីនេះមិនមែនសហាយស្មន់អីទេវាសហាយវាថាមិត្តណាហ្នឹងហើយគឺសហាយតាគុណគុណមិត្តល្អហ្នឹងគឺអត់មាននៅក្នុងបុគ្គលពីលទេបុគ្គលពីលមិនមែនជាមិត្តល្អទេអញ្ចឹងព្រះអង្គសម្ដែងថាគប្បីនៅម្នាក់ឯងវិញល្អជាងការនៅរួមជាមួយនឹងបុគ្គលពីលនឹងពុទ្ធដីកាផ្ដាំផ្ញើមកអញ្ចឹងណាទៅហ្នឹងហើយដោយភិក្ខុមួយអង្គនោះជាសទ្ធិវិហារករបស់ព្រះមហាកាសបៈប៊ូហើយនឹងចម្រើនឈានបានដល់ទៅចតុត្តឈានមានរិទ្ធអភិញ្ញាទៅទៀតទៅកាលអីថ្ងៃមួយទៅផ្ទះឪពុកមានឹងបានឃើញនៅអារម្មណ៍ដែលធ្វើឲ្យកើតដំរេកអីចឹងទៅក៏លោកចង់សឹកទៅហ្នឹងហើយចង់សឹកហើយលោកសឹកទៅសឹកមិនប្រមាណលោកប្រកបកិច្ចការងារមិនកើតអីមិនកើតច្រើនដោយការខ្ជិលចោសអីចឹងទៅទៅរាប់អាននៅពពួកចៅធ្វើចៅងេងឯងទៅនឹងរស់ស៊ីអីធ្វើចៅថ្ងៃមួយរាជបរោះចាប់បានគេយកទៅសម្លាប់គេវាយមួយកន្លែង4រំពាត់មួយកន្លែង4រំពាត់ពេញខ្លួនសិតតែរំពាត់ផ្ដៅមានបន្លាទៀតចឹងទៅចៅនឹងមានទុក្ខវេទនាយ៉ាងក្រៃលែងតែម្ដងហើយពេលដែលគេបណ្ដាយកទៅសម្លាប់នឹងគេចងស្លាបសេកដៃទៅក្រោយនឹងឯងហើយគេបណ្ដាយកទៅព្រះមហាកាសបៈលោកនិមន្តបិណ្ឌបាតលោកធ្លាប់ជាព្រះឧបជ្ឈារបស់បរោះនឹងនោះលោកឃើញលោកអាណិតលោកសង្វេគណាលោកនិមន្តទៅពួករាជបរោះក៏ស្គាល់ប្រធេរៈដែរពេលដែលស្គាល់ប្រធេរៈហើយក៏ប្រធេរៈថាងសុំឲ្យបធូរចំណងឲ្យគាត់បន្តិចទៅក៏គេបធូរចំណងអីទៅព្រះមហាកាសបៈលោកសំដែងធម៌លោកថាមនាលបរោះហើយអ្នកឯងត្រឡប់មកគិតគូរធម៌ដែលធ្លាប់ចេះនឹងមើលធម៌អាដែលធ្លាប់ចេះធ្លាប់សិក្សាធ្លាប់រៀនហ្នឹងមកគិតគូរមកពិចារណាឡើងវិញទៅចុះពីមុនមកជាសទ្ធិវិហាររបស់លោកក៏ដឹងដែរណាធ្លាប់បួសរៀនក្នុងសំណាក់របស់ប្រធេរៈហើយឥឡូវនេះទៅជាអ្នកមានទោសគេយកទៅបហាជីវិតអញ្ចឹងពេលហ្នឹងដៃជាប់ចំណងទេប៉ុន្តែបានគេបធូរឲ្យបន្តិចទៅក៏គិតពិចារណាធម៌ចម្រើនធម៌បានសម្រេចឈានណាហ្នឹងហើយបានសម្រេចឈានពេលបានសម្រេចឈានទៅនឹងលែងមានអារម្មណ៍អីចិត្តអីភ័យខ្លាចនឹងគេសម្លាប់ស្រាប់តែទឹកមុខនឹងស្រស់បោះមកវិញដោយសារមានគុណធម៌ពីខាងក្នុងសូម្បីគេមានបំណងដើម្បីនឹងសម្លាប់ក៏ខ្លួនឯងនឹងបានទីពឹងហើយនោះហ្នឹងហើយក្នុងខណៈនោះរាជបរោះទាំងឡាយក៏ឃើញអាការៈប្លែកអញ្ចឹងទូលដល់ព្រះរាជាថាឲ្យដោះលែងបរោះហ្នឹងទៅមើលទៅបរោះហ្នឹងអ្នកមានគុណធម៌ព្រះរាជាទៅក្រាបទូលដល់ព្រះរាមាភិហ្នឹងហើយ
ព្រះអង្គទ្រង់បញ្ចេញនៅព្រះឆាពនរាំងសីចំពោះមុខបរោះនឹងសម្ដែងពធដល់បរោះនឹងឯងបរោះនឹងក៏បានសម្រេចសោតតាហ្នឹងហើយក្នុងគណៈនោះបរោះនោះធ្វើដំណើរតាមផ្លូវអាកាសដោយរិទ្ធរបស់ខ្លួននឹងទៅកាន់វត្តវេលុវ័នព្រះរាមាភិបព្រះអង្គសម្ដែងពធហ្នឹងហើយបរោះនោះសម្បូរហើយសម្រេចជាព្រះអរហន្តហ្នឹងហើយហ្នឹងគ្រាន់តែរឿងរ៉ាវតាក់ទងនឹងការសែបគប់មួយផ្លេតដំបងសែបគប់ជាមួយព្រះមហាកាសបៈទៅបួសក្រោយមកទៀតតែលែងចង់បួសហើយទៅជាកុហកដល់ទៅជាកុហកទៅសែបគប់ពីលដល់សែបគប់ពីលមានអីរហូតដល់ទៅធ្វើចោលធ្វើអីមានទោសយ៉ាងក្រៃលែងអង្កាលពីនៅបួសនេះសិតតែបានឈានបានអភិញ្ញាអីទៅទៀតអញ្ចឹងបានថាវិស័យបឋមជននេះអត់ទៀងទាត់ទេណាអត់ទៀងទាត់ទេសំបីបានដល់ឈានរិទ្ធសមាបត្តិអីអីហ្នឹងហើយក៏ដោយក៏នៅតែប្រែប្រួលអញ្ចឹងណាចិត្តរបស់បឋមជនហ្នឹងមិនទៀងទាត់ទេកាលបើនៅបឋមជនហ្នឹងមិនអាចនឹងថាទុកចិត្តបាន 100% ទេពីព្រោះអីពីព្រោះថាបឋមជនហ្នឹងនៅមានកិលេសក្រៃក្រាស់អាចនឹងប្រែប្រួលអាចនឹងញាប់ញ័រអាចនឹងកម្រើកដោយប្រការណាមួយមិនខានទេហើយដល់ថ្នាក់បានឈានបានអីហើយនៅតែសឹកហើយនៅតែទៅធ្វើចោលបានទៀតប៉ុន្តែដោយសារមាននេះកល្យាណមិត្តនេះគឺព្រះថេរៈគឺព្រះមហាកាសបៈនេះលោកទៅសំដែងធัวប្រោសអីចឹងទៅភ្ញាក់រលឹកគិតគូរពិចារណាធัวឲ្យព្រះរាមាភិបក៏ព្រះអង្គទ្រង់ប្រោសទ្រង់ជួយហ្នឹងហើយបរោះដែលមានទោសហ្នឹងហ្នឹងហើយបានសម្រេចធัวរហូតដល់ព្រះរាជាដោះលែងអីចឹងទៅបួសបានសម្រេចជាព្រះអរហន្តណាអានឹងយើងថ្លឹងថ្លែងមើលការសែបគប់ហ្នឹងហើយរវាងការសែបគប់បណ្ឌិតនិងសែបគប់ពីលទៀតគ្រាន់តែសែបគប់ពីលតែមួយផ្លែតហ្នឹងមានទោសដល់ថ្នាក់គេយកទៅប្រហារជីវិតហ្នឹងហើយគ្រាន់តែសែបគប់បុគ្គលពីលតែមួយរយៈហ្នឹងត្រូវមានទោសឃើញទេអញ្ចឹងបានថាការសែបគប់បុគ្គលពីលហ្នឹងគួរឲ្យខ្លាចគួរឲ្យញើតណាបានព្រះបរមពោធិសត្វលោកទូមានកូនរបស់លោកថាម៉េចថាកូនហើយគប្បីវាចាក់នៅបកុលពីលឲ្យដូចជាគេវាចាក់នៅអាសេរពឹសឬក៏វាចាក់នៅផ្លូវដែលប្រឡាក់ដោយម៉ូតលីមុកគ្រឿងស្មោករោគអញ្ចឹងក៏ដើរវៀងទៅឬក៏វាចាក់នៅផ្លូវដែលមិនរៀបស្មើរដេបរដប់អីហ្នឹងក៏វាចាក់ផ្លូវហ្នឹងដើរផ្លូវដែលស្រួលទៅព្រោះការសែបគប់នៅបកុលពីលនេះនាំមកនៅសេចក្តីទុក្ខសូម្បីចម្ពូទ្វីបឬក៏ផែនដីទាំងមូលនេះមិនមានមនុស្សទេមានតែបកុលពីលតែម្នាក់ក៏យើងមិនគប្បីទៅស្វែងរកបកុលពីលនឹងមកដែរពីព្រោះការទៅរកបកុលពីលនឹងរមែងនាំមកនៅគ្រោះចង្រៃអន្តរាយគ្រប់យ៉ាងមកឲ្យខ្លួនឯងអញ្ចឹងគឺបុគ្គលដែលអាក្រក់ដោយកាយដោយវិចារដោយចិត្តហ្នឹងណាគឺជាបុគ្គលដែលយើងត្រូវវាចាកមិនមែនថាទៅស្អប់ទៅសម្លាប់គាត់ឬក៏ទៅធ្វើអីទេគ្រាន់តែវាចាកតាវាចាកហ្នឹងបានន័យថាកុំទៅចិត្តទៅក្បែរកុំទៅសែបគប់កុំទៅរាប់រកកុំទៅពឹងកុំទៅអាស្រ័យពីព្រោះកាលណាបើទៅនឹងមានរឿងមកប្រកបសំបីពេលខ្លះយើងទៅដំបងវាអត់មានបញ្ហាអីមែនប៉ុន្តែវាគង់តែមានបញ្ហាទេវាដូចជាការដើរចូលព្រៃបន្លាអញ្ចឹងអាដើរទៅដំបងវាមិនទាន់មុតទេណាវាមិនទាន់ដល់បន្លាទៅដល់បន្លាច្រើនទៅវាមុតហ្នឹងហើយអញ្ចឹងបុគ្គលពីលជួនកាលខាងដើមនៃការរាប់អានហ្នឹងដំបងវាអត់ទាន់មានរឿងទេតែយូរបន្តិចចាប់ផ្ដើមមានរឿងតែមានរឿងខ្លះធ្ងន់ធ្ងរមែនទែនអញ្ចឹងបានព្រះអង្គឲ្យប្រយ័ត្នមែនទែនណាតែគប់នឹងទោះបីជាថាអត់មានអ្នកណាទាំងអស់ក៏ត្រូវតែនៅម្នាក់ឯងទៅប្រសើរជាងការទៅនៅចិត្តបុគ្គលពីលនោះមិនប្រសើរសោះឡើយព្រោះបុគ្គលពីលនឹងនាំមកតែសេចក្តីទុក្ខដល់អ្នកដទៃទេអញ្ចឹងចំណេះវិជ្ជាប្រហែលថ្ងៃហ្នឹងគ្រាន់តែរៀនដើម្បីឲ្យយើងចេះឲ្យយើងដឹងដើម្បីរៀនវិជ្ជាបុគ្គលពីលប៉ុណ្ណឹងទៅហើយមួយទៀតពីលធម៌ហ្នឹងអង្គធម៌គឺបានដល់អកុសលចិត្ត12ហ្នឹងឯងគឺជាពេលធម៌ហ្នឹងហើយបុគ្គលពីលហ្នឹងយើងរៀបរាប់មើលទៅថាបុគ្គលណាដែលអាក្រក់ដោយកាយដោយវិចារដោយចិត្តឈ្មោះថាបុគ្គលពីល
ណាដែលប្រព្រឹត្តអាក្រក់ដោយកាយវាចាចិត្តណានឹងឈ្មោះថាបុគ្គលពាលអញ្ចឹងតើបុគ្គលពាលនោះជាអ្នកណាណាអញ្ចឹងចំណុចនេះដែលយើងត្រូវដឹងពាលមាន2សរុបទៅវាមានពាលខាងក្នុងនិងពាលខាងក្រៅពាលខាងក្នុងគឺយើងនឹងឯងជាបុគ្គលពាលពាលខាងក្រៅគឺអ្នកដទៃយើងអាចប្រុងប្រយ័ត្នជាមួយនឹងបុគ្គលពាលខាងក្រៅបានមិនទៅខ្សែគប់បុគ្គលពាលខាងក្រៅទេប្រយ័ត្នបុគ្គលពាលខាងក្នុងគឺចិត្តខ្លួនឯងនេះពីព្រោះខ្លួនឯងហ្នឹងក៏ជាបុគ្គលពាលបានដែរណាយើងស្ដាប់មើលទៅរឿងពាលហ្នឹងក៏គួរឲ្យខ្លាចហ្នឹងហើយគួរឲ្យខ្លាចប៉ុន្តែវាបែរជាផ្លិចខ្លាចនឹងពាលខ្លួនឯងនេះតាមពិតពាលខាងក្នុងក៏ពាលដែរព្រោះចិត្តយើងនឹងពេលខ្លះក៏អកុសលធម៌ក៏ពាលធម៌មានដែរពេលខ្លះក៏យើងជាបុគ្គលពាលនឹងឯងយើងកុំឲ្យស្ដាប់រឿងការមិនសាបគប់បុគ្គលពាលជាមង្គលដ៏ឧត្តមនឹងស្មានបុគ្គលពាលនឹងនៅខាងក្រៅយើងទាំងអស់ណាតាមពិតក្នុងខ្លួនយើងនឹងក៏មានអាសារធាតុពាលនឹងដែរហ្នឹងហើយឲ្យតែពេលណាចិត្តយើងកាយសាហាវពេលណាដែលយើងប្រកបដោយអកុសលកម្មបត្តិកាយកម្មវិច័យកម្មមនោកម្មអាក្រក់ហ្នឹងយើងពាលយើងជាបុគ្គលពាលពេលខ្លះយើងថែមទាំងដឹកនាំគេទៀតឲ្យគេពាលតាមយើងទៀតក៏មានដែរដូចពាលលោអាហ្នឹងពាលធម្មតាធ្វើអាក្រក់ដោយកាយដោយវាចាដោយចិត្តអតិពាលលោណាពាលខ្លួនឯងឲ្យដឹកនាំអ្នកដទៃឲ្យពាលទៅតាមណាឲ្យធ្វើនៅធម៌ពាលនឹងទៅទៀតហ្នឹងហើយខ្លួនឯងសម្លាប់សត្វហើយដឹកនាំគេឲ្យសម្លាប់ខ្លួនឯងលួចទ្រព្យគេហើយដឹកនាំអ្នកដទៃឲ្យលួចដែរអញ្ចឹងទៅឃើញទេនៅក្នុងអកុសលកម្មបត្តិទាំង10ហ្នឹងណាអាហ្នឹងពាលលោអតិពាលលោពាលខ្លួនឯងហើយដឹកនាំអ្នកដទៃឲ្យពាលដែរហើយមួយទៀតហ្នឹងគឺថាពាលខាងក្នុងនិងពាលខាងក្រៅពាលខាងក្នុងគឺខ្លួនឯងជាបុគ្គលពាលហើយពាលខាងក្រៅគឺអ្នកដទៃជាបុគ្គលពាលអញ្ចឹងការប្រុងប្រយ័ត្នជាមួយនឹងពាលខាងក្រៅគឺយើងមិនទៅខ្សែគប់មិនទៅរាប់រកមិនទៅពឹងមិនទៅអាស្រ័យមិនទៅក្បែរអីនោះទេអាហ្នឹងយើងអាចឃ្លាតឆ្ងាយពីបុគ្គលពាលនឹងបានហើយហ្នឹងប៉ុន្តែពាលខាងក្នុងនេះយើងត្រូវប្រុងប្រយ័ត្នយ៉ាងដូចម្ដេចគឺមានតែការរក្សាសិលការស្ដាប់ធម៌រៀនធម៌ហើយការទៅខ្សែគប់នៅបណ្ឌិតទេទើបអាចធ្វើឲ្យពាលខាងក្នុងនឹងស្ងប់រងាប់បើមិនអញ្ចឹងទេពាលខាងក្នុងនឹងរីកចម្រើនពាលខាងក្រៅវាតតែយើងទៅខ្សែគប់ទៅរកគេអានឹងបានគេធ្វើឲ្យយើងវិនាសឬក៏យើងបើកឱកាសឲ្យគេមករាប់អានយើងអីចឹងទៅអានឹងធ្វើឲ្យយើងគ្រោះថ្នាក់ប៉ុន្តែពាលខាងក្នុងនេះវាអាចធ្វើឲ្យយើងវិនាសគ្រប់ពេលវេលាទាំងអស់សូម្បីនៅតែម្នាក់ឯងសូម្បីពេលនៅម្នាក់ឯងហ្នឹងក៏ចិត្តពាលហ្នឹងវាធ្វើឲ្យទុកលំបាកដែរនៅម្នាក់ឯងសុកហ្នឹងណាចិត្តពាលហ្នឹងវាធ្វើឲ្យកើតទុកវាធ្វើឲ្យគិតចង់ទៅធ្វើអាក្រក់យ៉ាងនេះគិតចង់ទៅធ្វើអាក្រក់យ៉ាងនោះមួម៉ៅសៅម៉ងក្តៅកាហាយមិនអស់មិនហើយចិត្តនឹងក្តៅកាហាយរួលរៀលផ្សេងអានេះឯងដែលហៅថាចិត្តពាលដែលគួរឲ្យប្រយ័ត្នបំផុតហ្នឹងគឺចិត្តពាលនេះឯងហ្នឹងហើយគួរឲ្យប្រយ័ត្នបំផុតហ្នឹងអញ្ចឹងបើពុទ្ធបរិស័ទដឹងថាអូបុគ្គលពាលមិនមែនតែនៅខាងក្រៅទេខាងក្នុងហ្នឹងក៏មានពាលដែរហ្នឹងហើយប៉ុន្តែគាត់តែពាលខាងក្នុងហ្នឹងវាអាចជ្រាបតាមរយៈនៃការខ្សែគប់ពាលខាងក្រៅនោះមកវាធ្វើឲ្យយើងពាលខាងក្នុងនេះដែរអាខាងក្រៅហ្នឹងចម្លងមកអីចឹងទៅហើយបើយើងជាពាលហើយណាមករាប់អានយើងទៀតក៏ឆ្លងពីយើងទៅតាមដែរពីព្រោះពេលណាដែលចិត្តយើងអកុសលហើយណាចូលមកគឺបានតែឃើញកាយកម្មវិច័យកម្មមនោកម្មអាក្រក់របស់យើងអញ្ចឹងវាជាគំរូអាក្រក់ដល់អ្នកដែលមកឃើញយើងអញ្ចឹងនៅពេលណាដែលយើងចិត្តអាក្រក់វាធ្វើឲ្យអ្នកដទៃមកក្បែរយើងហ្នឹងក៏អត់ចម្រើនដែរហ្នឹងហើយអញ្ចឹងបើយើងចិត្តល្អយើងមានចិត្តល្អស្អាតហើយអ្នកដទៃចូលមកចិត្តយើងហ្នឹង
và nè tây là mom mà tha mà cho một cái bài dương nó dương ai đặt nọ bàn class đầu tiên nợ pe để dương khai từ chia sạp rồi là ngày nợ pe để dương khai từ chia kêu cái ốp á nè nam một chất dương nâng cái ốp đôi dương cái ốp chỉ mua dương nâng đá tại sao từ dương chia rồi bao cái ốp hay nó phần té to tay này nó rừng mồm á nâng ngày rừng mồm bạn này thà mấy bạn này thà vô đằng tràn chân tới ọt miền bọc cô na một đất nom một chùm rôn nè một bật dai bật vô một rôn tràn dương ao dương tới chỉ bọc cô piel snap kê ấy nghi nghi nó thế chỉ mà nó để rừng mồm được khăn cà bật bật nó cứ thà rừng mồm chẳng xong bay thà miền kê một bọc bài bọc bu ấy được khăn rừng cọ nó chẳng ná có mình từ cho mùi kê bùa thắng từ lên là bài nhấy từ tôi tray ấy mà ngày tôi đăng ấy từ sờ bài đi đi khăn rừng đi rừng nốt sổ ra mê rai ấy chẳng tới bây giờ rừng rừng băng đá rừng băng đá nè nâng một bùa giờ mấy có dương mình từ đằng này cô chật cô sao hàng khăn bao dương về miến rồi dần tới kia một bùa giờ mấy có mình bàn này được đàm chư để miền club ấy chẳng sao phiêu máu và mình nghi đằng bạ chẳng đằng này đàm chơi môi chấm nuôn nó cơ là sao mòn tích khăng tích đàm chơi đàm mấy cái bạ tích thì ở là ngày đàm thằng nào ấy tôi nghĩ bại đàm được xây ấy đang bị phật đó là ngày chẳng bạn đây thà nơi pe để dương răng mòm hai tụ bây giờ kia bua dương ở thừa cọ phần ná của dương mình nghi từ thừa cọ này nâng chẳng hái mình tham tại kê bỏ bùa dương bán nó dương tham tên bỏ bùa kê vinh đầu tiên dương prăng này nòm kê bàn đầu tiên nâng này nòm tu miền ọp rùm ấy bỏ cô piel piel nâng ấy mô chỉ bẩn đất bàn đầu tiên đó nên bàn này thả lõ nữa là o để rừng mòm cà pia khuôn ai mình ai sạp của bỏ cô piel lái bà bỏ cô piel trôi mô nó cứ thả prăng prai chia diếm bây giờ bây giờ ai bây giờ bán bây giờ vô bây đời này nòm bán này nòm vô tại mà đòn nâng này anh nó cứ là o maintain tại bây giờ chỉ một cô tuần sau thế còn là cái trôi mò bàn tích dương từ tạm kê bạc tại bữa tốt bây thì giang nào có đó dương cầm toàn ụt luôn tháo dương ở lớn đi rừng mò mây miền á trôi mà dương trôi được bông chẳng phần tay nếu chất piel dú vì ai tôn chri đài nơi chất piel dú vì ai tôn chri giờ mấy một là bông mình toàn thế rồi du tới hiền thơ đừng bật đòi hiền thơ năng này rồi bảo vật rừng ra vì khẩu tê và tọt bộ bùa đi của mà và bà chia sẻ tàu sầm lạp và bay đà chắc đó từ vốn miền hiền sầm lạp ấy na hiền thế nhợt đó cài một tê tê và tọt trên để chặn đau nhung hai nhung tiền chẳng tới trong cái hiền sầm lạp bay đà ngàyนี้ខ្ញុំកណ្ដាលខ្ញុំបាទគិតថាចង់លើករឿងនឹងមកចែកជូនញាតិញោមពុទ្ធបរិស័ទបានយន្ទីសន្តាប់រឿងហ្នឹងពុទ្ធបរិស័ទធ្លាប់បានស្ដាប់រឿយមកហើយណាប៉ុន្តែខ្ញុំពោលរៀបរាប់អធិប្បាយនៅក្នុងមង្គលសូត្រដូច្នេះក្នុងមង្គលសូត្រហ្នឹងគឺត្រូវតែលើករឿងហ្នឹងមកដើម្បីបំពេញនៅក្នុងអត្ថន័យខ្លឹមសារនៃការមិនខ្សែបគប់បកុលពីលនិងការខ្សែបគប់បណ្ឌិតនឹងត្រូវតែលើករឿងហ្នឹងមកដោយពិស្ដារក្តីដោយសង្ខេបក្តីក៏គួរតែលើករឿងហ្នឹងដើម្បីមកបញ្ជាក់ឲ្យឃើញអំពីខ្លឹមសារនៃការមិនខ្សែបគប់បកុលពីលនិងខ្សែបគប់បណ្ឌិតនឹងវាខុសគ្នាយ៉ាងម៉េចហ្នឹងហើយការខ្សែបគប់ពីលបានផលយ៉ាងម៉េចខ្សែបគប់បណ្ឌិតបានផលយ៉ាងម៉េចយើងគួរតែដឹងទៅតាមខ្លឹមសារហ្នឹងអញ្ចឹងពុទ្ធបរិស័ទអ្នកដែលស្ដាប់នឹងកុំធុញទ្រាន់នឿយណាយអីថារឿងនឹងដឹងហើយចេះហើយខ្ញុំមិនចង់ឮស្ដាប់អីទៀតទេអាហ្នឹងក៏តាមដំណើរទៅប៉ុន្តែនៅពេលដែលយើងស្ដាប់យើងនឹងបានចេះចាំម្ដងទៀតអញ្ចឹងពុទ្ធបរិស័ទទាំងអស់ធ្លាប់បានឮហើយរឿងប្រទេវតតនឹងជាអ្នកណាទេវតតនឹង
ជាញាតិរបស់ព្រះអង្គជាបងប្អូនបង្កើតរបស់ព្រះនាងពំពានឹងឯងទៅបួសជាមួយនឹងព្រះអានន្ទព្រះអនុរុទ្ធអីនឹងដែរនឹងប៉ុន្តែមានចិត្តចងអាឃាតព្យាបាទមានកម្មពីវរាជាមួយនឹងព្រះអង្គមកយូរហើយហ្នឹងហើយថ្ងៃមួយនោះទេវទត្តទៅសុំព្រះអង្គគ្រប់គ្រងភិក្ខុសង្ឃបបិទ្ធព្រះអង្គដល់ចម្រើនព្រះអង្គចាស់ជរាហើយខ្ញុំព្រះអង្គសូមគ្រប់គ្រងភិក្ខុសង្ឃជំនួសព្រះអង្គសម្រាប់ទៅព្រះរាមាភិមិនដែលថាឲ្យភិក្ខុណាមួយគ្រប់គ្រងភិក្ខុសង្ឃសូម្បីតែព្រះសារីបុត្រអីហ្នឹងក៏ព្រះអង្គមិនអនុញ្ញាតឲ្យព្រះសារីបុត្របញ្ញត្តិសិក្ខាបទបានទេណាតែទេវទត្តចង់គ្រប់គ្រងហ្នឹងចង់ធ្វើធំក្នុងសាសនាចង់ធ្វើស្មើនឹងព្រះចង់ធ្វើដូចព្រះហ្មងទេវទត្តចិត្តតែថ្លើមធំមែនទែនតែព្រះអង្គមិនអនុញ្ញាតអញ្ចឹងទៅទេវទត្តចាប់ដើមចងអាឃាតនេះសម្រាប់ព្រះចោលណាសម្រាប់ព្រះចោលណាឲ្យអ្នកខ្មាន់ធ្នូទៅតាមសម្រាប់ព្រះអង្គនៅលើភ្នំកិច្ចកោតនឹងប្រមាណសារតែអ្នកបាញ់ធ្នូនឹងចូលទៅរកព្រះអង្គហើយក៏ស្ដាប់ធម៌ព្រះអង្គទៅសម្រេចធម៌មួយលើករហូតសម្រេចធម៌ទាំងអស់ហ្នឹងហើយបច្រកស្រាដកដំរីណាឡាគិរីដើម្បីព្រិចព្រះអង្គឲ្យដំរីកាចមួយនឹងផឹកស្រាទៅដើម្បីជន់ព្រះអង្គនៅពេលព្រះអង្គស្ដេចយាងបិណ្ឌបាតតែដំរីមិនជន់ព្រះអង្គទេបែរជាគោរពព្រះអង្គវិញទៅហើយមិនតែប៉ុណ្ណោះទេប្រមៀលថ្មពីលើភ្នំកិច្ចកោតដើម្បីឲ្យថ្មនឹងប្រមៀលចំផ្លូវនឹងឲ្យកិនព្រះសម្មាសម្ពុទ្ធនឹងបរិនិព្វានទៅមានចិត្តចំណែនព្រះមើលពេលធម៌ហ្នឹងទៅកើតឡើងវិហានសូម្បីតែព្រះសម្មាសម្ពុទ្ធក៏ហ៊ានចំណែនដែរគិតមើលចំណែនអីមិនចំណែនជាមួយព្រះហ្នឹងហើយចង់សម្លាប់ព្រះអង្គឲ្យបំបែកសង្ឃអីផ្សេងរឿងទេវទត្តធ្វើហ្នឹងក្នុងសាសនាទេវទត្តធ្វើអាក្រក់ច្រើនណាស់ហ្នឹងហើយទេវទត្តពេលខ្លះមកចិត្តព្រះអង្គហ្នឹងបំណងតែនឹងធ្វើឃាតព្រះអង្គហ្នឹងឯងពេលខ្លះប៉ុន្តែព្រះអានន្ទលោកចេះតែបារម្ភអញ្ចឹងទៅព្រះអង្គសម្ដែងថាព្រះសម្មាសម្ពុទ្ធទាំងឡាយមិនបរិនិព្វានដោយសារការធ្វើឃាតអំពីសំណាក់នៃបុគ្គលណាមួយទេអ្នកទាំងឡាយកុំបារម្ភអីហ្នឹងដោយក្នុងសម័យមួយនោះព្រះអង្គគង់នៅក្បែរភ្នំកិច្ចកោតព្រះអង្គទ្រង់ចង្ក្រមអញ្ចឹងទៅព្រះសារីបុត្រក៏លោកចង្ក្រមហើយនឹងភិក្ខុសង្ឃទាំងឡាយនៅក្បែរព្រះអង្គដែរព្រះមោគលានក៏ចង្ក្រមនៅក្បែរនឹងហើយព្រះអានន្ទព្រះអនុរុទ្ធព្រះមហាកាសបៈព្រះបណ្ណមន្តានិបុត្រទេវទត្តក៏ចង្ក្រមដែរមានកូនចៅអីទេវទត្តកូនសិស្សនឹងចង្ក្រមដែរហើយសួរថាភិក្ខុសង្ឃចង្ក្រមនៅក្បែរព្រះអង្គច្រើនម្លេះថាភិក្ខុសង្ឃទាំងអស់ហ្នឹងសម័យនោះចេះតែបារម្ភជាមួយទេវទត្តអញ្ចឹងទៅក៏ដូចថាមកយាមព្រះអង្គអញ្ចឹងហ្នឹងហើយទេវទត្តមានអំណងមិនល្អច្រើនណាស់បានព្រះរាមាភិព្រះអង្គសម្ដែងថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយឃើញព្រះសារីបុត្រឃើញសារីបុត្រនិងភិក្ខុសង្ឃចង្ក្រមនៅក្បែរនេះទេខ្ញុំព្រះអង្គឃើញមនាលភិក្ខុទាំងឡាយសារីបុត្រនិងភិក្ខុសង្ឃដែលជាសទ្ធិវិហារៈរបស់សារីបុត្រនោះសុទ្ធតែជាអ្នកប្រកបដោយបញ្ញាច្រើនហើយព្រះអង្គសួរថាចុះអ្នកទាំងឡាយឃើញមហាមោគលានចង្ក្រមនៅក្បែរនេះទេខ្ញុំព្រះអង្គឃើញមោគលានហើយនិងសទ្ធិវិហារៈភិក្ខុទាំងអស់នោះសុទ្ធតែជាអ្នកបរិបូរដោយរិទ្ធហ្នឹងហើយចុះអ្នកទាំងឡាយឃើញមហាកាសបៈនិងសទ្ធិវិហារៈកូនសិស្សចង្ក្រមនៅក្បែរនេះទេខ្ញុំព្រះអង្គឃើញភិក្ខុទាំងអស់នោះទាំងមហាកាសបៈនិងសទ្ធិវិហារៈនឹងសុទ្ធតែជាអ្នកមានធុដងកគុណដុតកម្ដៅនៅកិលេសចុះអ្នកទាំងឡាយឃើញអនុរុទ្ធនិងសទ្ធិវិហារៈរបស់លោកទេខ្ញុំព្រះអង្គឃើញអនុរុទ្ធហើយនិងសទ្ធិវិហារៈរបស់លោកនឹងសុទ្ធតែជាអ្នកមានទិព្វចក្ខុចុះអ្នកទាំងឡាយមានឃើញព្រះអានន្ទទេខ្ញុំព្រះអង្គឃើញអានន្ទហើយនឹង
សទ្ធិវិហាររបស់អាណន់នឹងសុទ្ធតែជាពហុសូត្រហ្នឹងមួយក្រុមណាមួយក្រុមតាំងពីព្រះសិរីបុត្រមករហូតដល់ព្រះប៉ុណ្ណមន្តានិបុត្រអ្នកទាំងឡាយឃើញទេខ្ញុំព្រះអង្គឃើញហ្នឹងហើយប៉ុណ្ណមន្តានិបុត្រនឹងភិក្ខុទាំងឡាយជាសទ្ធិវិហារហ្នឹងសុទ្ធតែជាធម្មកថាអស្ចារ្យហ្នឹងហើយព្រោះព្រះប៉ុណ្ណមន្តានិបុត្រហ្នឹងលោកកំពូលលើសភិក្ខុទាំងឡាយផ្នែកខាងសំដែងធម៌ណាហ្នឹងហើយអញ្ចឹងកូនសិស្សរបស់លោកហ្នឹងសុទ្ធតែប្រកែសំដែងធម៌អញ្ចឹងហើយបានព្រះអង្គសួរចុងក្រោយថាអ្នកទាំងឡាយមានឃើញទេវទត្តទេហើយនឹងកូនសិស្សរបស់ទេវទត្តទេខ្ញុំព្រះអង្គឃើញមនាលភិក្ខុទាំងឡាយទេវទត្តហើយនឹងសទ្ធិវិហារឹករបស់ទេវទត្តនឹងសុទ្ធតែជាភិក្ខុប្រាថ្នាលាមកសុទ្ធតែជាភិក្ខុប្រាថ្នាលាមកបានព្រះដ៏មានភាពព្រះអង្គសម្ដែងថាមនាលភិក្ខុទាំងឡាយពួកសត្វទាំងឡាយត្រូវគ្នាដោយធាតុសមគ្នាដោយធាតុមើលសំបីតែព្រះសារីបុត្រហ្នឹងក៏មានកូនសិស្សរបស់លោកដែលចូលចិត្តខាងបញ្ញាហ្នឹងគឺទៅរកព្រះសារីបុត្រទៅមកក្រុមនៃព្រះសារីបុត្រហ្នឹងគឺសុទ្ធតែភិក្ខុដែលធ្ងន់នៅក្នុងបញ្ញាហ្នឹងតែម្ដងហើយមកក្រុមរបស់ព្រះមហាមោគលានហ្នឹងសុទ្ធតែភិក្ខុដែលចូលចិត្តខាងរិទ្ធឃើញទេហើយមកក្រុមរបស់ព្រះមហាកាសបៈហ្នឹងសុទ្ធតែជាភិក្ខុដែលត្រត្រង់នៅធុដងហើយមកក្រុមរបស់ព្រះអានន្ទហ្នឹងសុទ្ធតែពហុសូត្រចេះចាំធម៌អាខ្លាំងមែនទែនហើយមកក្រុមរបស់ព្រះអនុរុទ្ធហ្នឹងពូកែខាងភ្នែកទឹកអញ្ចឹងហើយមកក្រុមរបស់ព្រះប៉ុណ្ណមន្តានិបុត្រហ្នឹងសុទ្ធតែធម្មកថាហើយដល់ទៅមកក្រុមរបស់ព្រះទេវទត្តសុទ្ធតែជាភិក្ខុលាមកប្រាថ្នាលាមកចូលទៅរកទេវទត្តដើម្បីលៀបសក្ការៈទេវទត្តនឹងបង្រៀនឲ្យចូលទៅកាន់តកូលធ្វើម៉េចក្នុងការបោកបញ្ឆោតឬក៏ទ្រុសតកូលដោយប្រការណាមួយទេវទត្តនឹងមានក្បួនបង្ហាត់បង្រៀនចូលទៅកាន់តកូលដើម្បីបានលៀបសក្ការៈត្រូវធ្វើម៉េចយកចិត្តទុកដាក់តកូលឬក៏ត្រូវការបោកបញ្ឆោតដោយរឹកពីអីចឹងទៅហើយមួយចង្ក្រមក្បែរនឹងដែរនឹងធម៌លោកសួរថាទេវទត្តឃើញជាភិក្ខុដែលប្រាថ្នាលាមកមិនក៏មកចង្ក្រមដែរអញ្ចឹងចង្ក្រមធម៌អីដែរថាទេវទត្តនឹងមកដើម្បីបិទបាំងនៅទោសកំហុសរបស់ខ្លួននេះឲ្យគេដឹងថាខ្លួនឯងហ្នឹងអ្នកធម៌អ្នកអាដែរអញ្ចឹងទៅធាតពិតហ្មងទេវទត្តគ្មានបដិបត្តិធម៌អីទេហ្នឹងហើយដំបងបានរិទ្ធបានអភិញ្ញាអីទៅទៀតណាបួសដំបងហ្នឹងណាតែក្រោយមកទៀតខឹងព្រះអង្គនិងព្រះអង្គដែលមិនអោយគ្រប់គ្រងភិក្ខុសង្ឃហ្នឹងចាប់ផ្ដើមចំណែនព្រះអង្គឈានអភិញ្ញាហ្នឹងបានរលាយទៅប៉ុន្តែកាលពីមិនតាន់រលាយឈានហ្នឹងចូលទៅរកអជាតសតុកុមារនិមិត្តជាពោះជាអីរុំអជាសតុធ្វើអជាសតុភ័យខ្លាចហើយអជាសតុគិតថាប្រទេវទត្តនេះមានរិទ្ធអស្ចារ្យណាមានរិទ្ធអស្ចារ្យបានដឹងថាជាទេវទត្តអញ្ចឹងក៏គោរពប្រទេវទត្តថាបើសិនជាមហារាជកុមារសោយរាជល្អអាត្មាសម្រាប់ព្រះសម្មាសម្ពុទ្ធទៅអាត្មាឡើងជាព្រះទៅមហារាជសម្រាប់បិតាទៅឡើងជាស្ដេចទៅយើងទាំងអស់គ្នានឹងសប្បាយមានកិត្តិយសខ្លាំងណាស់ហើយទេវទត្តបោកប្រាស់ជាសតុហ្នឹងហើយបោកប្រាស់ជាសតុក្រោយមកទៀតអស់ឈានអស់ហើយក៏ទេវទត្តណែអាជាសតុអត់បានដឹងថាភិក្ខុទេវទត្តនឹងអស់រិទ្ធឯណានៅសម្គាល់ថាទេវទត្តអស់ចាអញ្ចឹងទេវទត្តនឹងប្រកែកបោកបញ្ឆោតណាបោកបញ្ឆោតខ្លួនឯងកាលពីមានរិទ្ធអាចនិមិត្តខ្លួនជាពុះជាអីបានទាំងអស់ហើយដល់អស់រិទ្ធហើយនៅតែអាជាសតុនៅតែជឿថាប្រទេវទត្តលោកម្ចាស់របស់យើងអស់ចាប្រកេនចង្ហាន់មួយថ្ងៃអញ្ចឹង500ថាសដល់ទេវទត្តទេវទត្តលៀបសក្ការៈកើតឡើងដល់ទេវទត្តនោះសម្បើមណាភិក្ខុសង្ឃទាំងឡាយទាំងពួងថាបើពិតព្រះអង្គដ៏ចម្រើនភិក្ខុទេវទត្តប្រព្រឹត្តអាក្រក់សោះមិនក៏សម្បូរលៀបម្លេះបានព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយកុំសរសើរលៀបសក្ការៈរបស់ទេវទត្តអី
លៀបសក្ការៈរបស់ទេវទត្តនឹងដូចជាចេកធ្លាក់ត្រយងដូចជាឫស្សីផ្លែរបស់ផ្កាផ្លែនឹងដូចជាសេះអាស្ដមេសេះអាស្ដកើតកូនទេឫស្សីផ្លែគឺសម្រាប់ដើមឃើញទេហ្នឹងហើយចេកធ្លាក់ត្រយងក៏សម្រាប់ដើមអញ្ចឹងលៀបសក្ការៈរបស់ប្រទេវទត្តហ្នឹងថាដូចចេកធ្លាក់ត្រយងទេវាលែងមានត្រយងទៀតហើយចេកហ្នឹងហ៎ហើយបានព្រះអង្គសម្ដែងអញ្ចឹងភិក្ខុទាំងឡាយទាំងពួងក៏ដូចថាឆ្ងល់ណាទេវទត្តធ្វើអាក្រក់ម្លឹងតែមានលៀបតែលៀបហ្នឹងកុំសរសើរអីលៀបរបស់បកុលពីលហ្នឹងមិនយូរទេហ្នឹងហើយអញ្ចឹងបានពុទ្ធបរិស័ទយើងមួយចំនួនក៏គាត់ឆ្ងល់ដែរគាត់ថាអ្នកខ្លះធ្វើអាក្រក់សោះមិនក៏សម្បូរសបាយហ្នឹងហើយអ្នកប៊ូក្តីក៏ហោះក្តីធ្វើអំពើអាក្រក់សោះក៏មានលៀបសក្ការៈអីសម្បើម្លេះថាលៀបសក្ការៈវាអាចមានមែននឹងឯងមានដំបងតិចទៅយូរទៅក៏គង់តែរលាយសាបសូន្យទៅទេហើយប្រទេវទត្តនឹងចេះតែចង់សម្លាប់ព្រះអង្គប្រមាណលើកអត់បានហើយអញ្ចឹងក៏ចេះតែញុះញង់អាជាសតុនឹងសូមឲ្យជាសតុនឹងសម្លាប់បិតាទៅដើម្បីបានឡើងសោយរាជអាជាសតុនោះលោកនៅក្មេងអាយុ16ប្របាទជាសតុជាបុត្ររបស់ប្របាទពំពិសាជឿបរោយជឿហ្នឹងខ្ញុំសម្លាប់បិតាសម្លាប់ក៏សម្លាប់ដែរថ្ងៃមួយកដាលថ្ងៃត្រង់កាន់កំបិតលាក់កំបិតជាប់នឹងថ្នាក់សម្ពុតហ្នឹងចូលទៅក្នុងរាជវាំងមានខ្លួនញ័រចម្ប្រប់ព្រោនៅក្មេងហើយមានបំណងអាក្រក់ចង់សម្លាប់បិតាអញ្ចឹងណាញ័រខ្លួនទៅត្រឹកហើយត្រូវអាមាត្យចាប់សួរព្រះរាជកុមារទៅណាអត់ហ៊ានលាក់ឯណាទៅសម្លាប់បិតាសម្រាប់បិតាបានក្នុងពេលនោះពួកអាមាត្យនឹងចាប់យកទៅថ្វាយព្រះរាជាឲ្យកាត់ទោសបើអ្នកទាំងឡាយថាម៉េចបើបុត្ររបស់យើងចង់សម្លាប់យើងអញ្ចឹងរឿងរ៉ាវវែងឆ្ងាយគាត់ខ្ញុំពោលសង្ខេបទេហ្នឹងហើយអាមាថាកាត់ដៃទៅបងអាមាថាកាត់ជើងនឹងពីរទៅអាខ្លះអាមាខ្លះថាកាត់ស្លឹកត្រចៀកកាត់ច្រមុះកាត់អីអាមាខ្លះថាប្រហារជីវិតទៅព្រះរាជាថាអ្នកទាំងឡាយចង់កាត់ក្តីយ៉ាងម៉េចកាត់ទោសយ៉ាងម៉េចក៏បានដែរព្រោះមិនមែនជាកូនរបស់អ្នកទាំងឡាយតែនេះជាបុត្ររបស់យើងឯណាទៅដាច់ចិត្តសម្លាប់កូនរបស់ខ្លួនឯងអញ្ចឹងនេះជាបុត្ររបស់យើងដោយសារចង់បានរាជសម្បត្តិណាបានចង់សម្លាប់យើងនោះសួរបុត្រឯងចង់បានអីចង់បានរាជសម្បត្តិអញ្ចឹងឲ្យរាជសម្បត្តិទៅបកគលរាជសម្បត្តិឲ្យទៅព្រះរាជាលោកជាព្រះអរិយបុគ្គលថ្នាក់សោតានោះលោកមានទៅកំណាញ់ណែរាជសម្បត្តិយកធ្វើអីគ្នាចង់ឡើងសោយរាជហើយឲ្យឡើងសោយរាជទៅហើយណែតាមពិតអ្នកមានពីជាមួយតាំងពីនៅក្នុងផ្ទៃម្ដាយម្លេះចុះកាន់កក្នុងផ្ទៃម្ដាយក្នុងផ្ទៃម្ដាយហ្នឹងគឺធ្វើឲ្យពនាងវេទេហើយនឹងចង់តែហត់ឈាមព្រះស្វាមីមករហូតហ្នឹងបានព្រះរាជាដាក់ឈ្មោះថាជាសតុមានជាតិមិនមែនជាសត្រូវខំដាក់ឈ្មោះអញ្ចឹងហ្នឹងហើយកុំឲ្យថាមកចង់ហត់ឈាមបៃតាអីណាប៉ុន្តែឈ្មោះវាឈ្មោះប៉ុន្តែកម្មវានៅតែកម្មអញ្ចឹងពីនៅតែពីហ្នឹងហើយមិនមែននៅលើឈ្មោះហ្នឹងឯណាអជាតិសតុអជាតិសតុបានន័យថាអ្នកកើតមកមិនមែនជាសត្រូវប៉ុន្តែនៅតែជាសត្រូវរបស់បៃតាហើយក្នុងកាលនោះព្រះរាជាព្រះអង្គប្រទានឲ្យប្រទានរាជសម្បត្តិឲ្យទៅជាសតុឲ្យឡើងសោយរាជសម្បត្តិក្នុងកាលនោះក្នុងនគររាជក្រឹសជាសតុឡើងក្រងរាជណែរបបរាជានិយមមានអំណាចឡើងសោយរាជបានមួយថ្ងៃពីរថ្ងៃទៅអួតប្រាប់ប្រទេវទត្តលោកម្ចាស់ខ្ញុំកណាបានរាជសម្បត្តិប្រទេវទត្តញុះញង់ថែមទៀតខ្ញុំបានថាបកុលពីលនឹងខ្សែគប់អត់បានទេណាញុះញង់ថែមទៀតព្រះរាជកុមារបានរាជសម្បត្តិនឹងរាជសម្បត្តិដែលបបីដាឲ្យនឹងវាគ្មានបានប្រមាណតិចទៀតបបីដាយកទៅវិញហើយគ្រាន់តែធ្វើឲ្យរាជកុមារសប្បាយចិត្តហ្នឹងបន្តិចទៅបបីដាព្រះអង្គនឹងយកទៅវិញហើយគ្មានឲ្យសោយរាជតទៅទៀតទេបើ
រីកកូម៉ាមិនព្រមសម្លាប់បបីតាចោលទេរីកកូម៉ាអត់បានឡើងក្រងរាជយូរទេណាហើយសម័យនេះសម័យមនុស្សអាយុខ្លីមិនដូចសម័យមុនផងទរំបបីតាសោយទីវង្គតនឹងថ្ងៃណាទេណែចេះនិយាយញុះញង់អញ្ចឹងទៅទៀតណាទរំបានបបីតាសោយទីវង្គតនឹងរាជកូម៉ាថ្ងៃណាបានឡើងក្រងរាជបើសម័យនេះមនុស្សអាយុខ្លីផងណែទេបតតចេះនិយាយតែសម័យនេះមនុស្សអាយុខ្លីអីណាឯណីអញ្ចឹងទៅជឿស្លងបដ ாய் ជឿស្លងថាអូមែនហ្នឹងលោកម្ចាស់ខ្ញុំមិនណាគិតសម្លាប់បបីតាចោលទៅប៉ុន្តែខ្ញុំមិនណាសម្លាប់យ៉ាងម៉េចលោកម្ចាស់ធម្មតាបបីតាព្រះរាជាមិនគួរដល់គ្រឿងសត្រាវុធបហាអីព្រះអង្គទេព្រះរាជកុមារចាប់ទៅឃុំឃាំងទៅប្រអត់អាហារទៅសោយទីវង្គតហើយណែឃើញទេភិក្ខុទេវទត្តណាភិក្ខុណាជាភិក្ខុឃើញទេខ្លួនឯងធ្វើកម្មកណោអនន្តរិយកម្មឯណាធ្វើលោហិតតុបាទឯណាអំបែកសង់ស្អីស្អីច្រើនណាស់ហើយឲ្យគេធ្វើបាបតាមខ្លួនដែរនឹងហើយបានថាជនពាលតែងណែនាំក្នុងរឿងដែលមិនមែនជាប្រយោជន៍គិតថាជារឿងប្រសើរណាជនពាលគឺអញ្ចឹងណែនាំគេក្នុងរឿងដែលអត់ប្រយោជន៍ហ្នឹងគិតថារឿងហ្នឹងអស្ចារ្យរឿងហ្នឹងល្អយោបល់ល្អហ្នឹងហើយឲ្យយោបល់គេធ្វើអាក្រក់សោះហ្នឹងគិតថាជាយោបល់ល្អបានតែគូខ្លាចបកគលពីលពេលខ្លះយើងឃើញបកគលពីលមិនណែនាំក្នុងរឿងអាក្រក់អីហ្នឹងយើងថាអូគេមានគុណណាស់ជួនកាលគឺថាអូយើងទម្លាក់ទឹកទម្លាក់ជ្រោះទេណារុញយើងធ្លាក់ភ្លើងទេឃើញទេទេវទត្តធ្វើដូចជាយកអាសាយកចិត្តទុកដាក់ណារាជកុមារចាំអីទៀតសម្រាប់បបីតាទៅទុកយូរទៀតមិនបានទេប្រយ័ត្នបបីតាយករាជសម្បត្តិវិញអីណោត្រឡប់មកវិញរបបព្រះរាជានិយមមានអំណាចណាស់ទៀតហើយណាមួយកម្មពៀផងមានអ្នកណាទៅជួយប្របាទពំពិសាបានត្រឡប់មកពីជួបទេវទត្តវិញដាក់រាជអាជ្ញាព្រោះខ្លួនឯងជាស្ដេចហើយនោះឲ្យតាហ៊ានទៅចាប់បបីតាដាក់គុកនឹងគុកជញ្ជាំងដែកដំបូលដែកហើយមានគេដុតភ្លើងផ្សែងភ្លើងហុយពេញនឹងទៅទៀតគុកប្របាទពំពិសានៅនាក្រុងរាជក្រឹសណាគូឲ្យសង្វេគណាព្រះបាទពំពិសាត្រូវព្រះរាជបុត្រឃុំខាំងក្នុងពន្ធនាគារនោះយ៉ាងទុក្ខលំបាកអត់ឲ្យបបីតាសោយអ្វីទាំងអស់មិនឲ្យសោយអ្វីទេគិតថាឲ្យព្រះអង្គនៅក្នុងពន្ធនាគារឃ្លានរហូតដល់ស្លាប់ទៅសោយទីវង្គតទៅឃើញទេព្រះរាជាណាតាំងពីព្រះរាជបុត្រប្រសូតមកព្រះរាជាជាព្រះអរិយបុគ្គលមកយូរហើយស្រឡាញ់បុត្រណាស់សំបីពនាងវេទេហីចង់រំលូតនៅផ្ទៃនឹងតាំងពីកើតដំបូងហ្នឹងព្រះរាជាមិនអនុញ្ញាតទេណាមិនអនុញ្ញាតឲ្យពនាងនឹងទម្លាក់កូនចោលទេពនាងថាខ្ញុំព្រះអង្គមិនចង់ទុកទេព្រោះអីកូនក្នុងផ្ទៃនឹងពិតជាកើតឡើងមិនល្អទេព្រះរាជាថាអីទេមិនត្រូវធ្វើសម្លាប់សត្វអីចឹងទេណាហ្នឹងហើយលួងលោមពនាងមិនឲ្យពនាងទម្លាក់កោអានឹងទេហើយក្រោយមកទៀតលោកពោលថាពេលអាជាសតុនឹងវ័យកុមារនឹងកើតបោសនឹងព្រះរាជាព្រះអង្គមិនឲ្យពេទ្យលួងឯណាមកព្យាបាលព្រះអង្គបឺតនៅខ្ទុះនៃបោសនៃអាជាសតុដោយមាត់របស់ព្រះអង្គយកមាត់របស់ព្រះអង្គទៅបឺតខ្ទុះព្រះរាជបុត្រដែលមានបោសនឹងណាឈឺចុកចាប់នឹងបឺតខ្ទុះដោយមាត់តែសួរថាស្រឡាញ់បុត្រនឹងប៉ុណ្ណាទឹកបតីនឹងហើយនេះហ៊ានសម្លាប់ហ៊ានយកទៅដាក់ក្នុងគុកឲ្យអត់អាហារស្លាប់ទៅរឿងមកពីអីអស់លោករឿងកើតមកអំពីការសែបគប់ហើយម្យ៉ាងខ្លួនឯងជាបុគ្គលទុនខ្សោយងាយបុគ្គលពៀលណែនាំដឹកនាំបានកាលណាបើខ្លួនឯងជាអ្នកទុនខ្សោយហើយគឺងាយគេណែនាំ
chẳng bạn chỉ trâu ở che đăng còn ai che tại chưa cái tha mày luôn ai khó tam cái nó cái thảo bốc luôn ai khó tam cái đó cái chào nè miền côn dân giờ mấy có chưa tam chân ấy chân tới với ọt miền chỉ riêng mùi trầm trời tệ nè ấy ọt miền cầm ho ấy tầng bát bơm bisa ọt miền cầm ho ấy tầng vấn đề tê vật tốt nhục nhúng chặt đáo to tại bàn bởi vì chia được khăn pôn thần địa kỳ đang ọt miền không bởi vì chỉ bọt xôm bênh tích tê nơi tại miền Premeta anh nất đòi đi chỉ bọt chẳng rất là nất được tiết lúc cái tha đi chỉ bọt phơi cam nó thốn à anh nất hay bởi vì chi ọt miền nè na yok ha từ thoai bỏ ong thế nè đôi chỉ khăn phải chuồn học sập bẩm học sập bẩm bèo xa hay nơi khăn pôn thần địa kỳ nó có du khai đấy nhom chăm mình sẽ ba đấy lịch ấy vui đôi chỉ bẩm khai bàn soi ti vòng cốt của mình đằng này lịch đấy bàn tay tràn khai đấy hay phần yên VT hay chỉ pre kèm hay xây rồi bảo bát bầm pizza nâng tay tay từ châu từ mơ preswa mày chia sẻ tàu ham và miệt đá mình ao do ha ai thoai và bay đá thế về châu tới sẽ được chay vấn đề phần yên chla đó phần yên do nêu ha tịch tôi vịt chọc nâng nọ sầm bột do từ vì chia sao ấy chẳng từ cài một tiết bộ thể hiện nâng clom mơ tamรีอาญานั่นก็ดังท่าเป็นเลี้ยงโยอาหาได้วิกจับนั่งถนัดสมบูรณ์เตอร์นั่งคล้ายแต่เฮียนก็ใช่มันเอาเป็นเลี้ยงโยดะนั่งถนัดสมบูรณ์เลยคล้ายโมติสเป็นเลี้ยงโยดะนั่งปลาตุกาคือตะนอบเชิงสบายเชิงน่ะใบเชิงวิเมียนปะออบแบบตะนงchỉដូចស្បែកជើងមានកែងមានអីអញ្ចឹងហើយដាក់អាហារក្នុងនឹងទៅដល់ក្នុងគុកបានបើកប្រអប់តំណប់ជើងនឹងទៅរីជាសោយអាហារនឹងទៀតក្រោយមកទៀតទៅហ៊ានតាមដានដឹងទៀតហើយទូលដល់អាជាសតោថាឈប់ឲ្យប្រមាថដាយើងចូលទៅក្នុងវាំងនឹងក្នុងគុកនឹងយកណែពាក់ស្បែកជើងទៅតាមអីណាកុំឲ្យយកស្បែកជើងពាក់ស្បែកជើងអីចូលថ្ងៃក្រោយទៀតដកស្បែកជើងទៅទៀតពនាងនឹងចេះតរវិធីបួងសក់ឲ្យធំតិចទៅខ្ចប់បាយអីនៅក្នុងភ្នំសក់ព្រះមូលីហ្នឹងក្រោយមកទៀតដឹងរឿងទៀតដឹងរឿងថាមានអាហារនៅក្នុងភ្នំសក់ហ្នឹងថ្ងៃក្រោយសេនាតាហ៊ានហ្នឹងឆែកតាំងពីសក់ពនាងទៅទៀតណាដល់ក្រោយមកទៀតពនាងអស់មិនដឹងជាធ្វើយ៉ាងម៉េចគេអត់ឲ្យឆែកតាំងពីស្បែកជើងទាំងភ្នួងសក់ទាំងថ្នាក់សម្ពុតអីហ្នឹងក្រោយទៀតពនាងងូតទឹកលាងខ្លួនឲ្យស្អាតចឹងទៅយកបបរមកលាបប្រហោះហ្នឹងហើយលាបខ្លួនលាបដៃអីចឹងទៅណាវាមានជាតិបបរដែលជាប់នឹងបកាយរបស់ពនាងហ្នឹងថ្វាយប្របាទពឹមពិសាបានលិតទឹកបបរដែលជាប់នឹងប្រហោះជាប់ខ្លួនពនាងហ្នឹងណាហើយអាជាសតោថាបបីដាយើងសោយទីវង្គត់នៅទេមិនបានចឹងបើប្របាទពឹមពិសាសោយអាហារដែលជាប់នឹងខ្លួនបកាយរបស់ពមេដារបស់ទ្រង់អញ្ចឹងទៅអាជាសតោចង់ឲ្យបបីដាសោយទីវង្គត់ឆាប់ដាក់ច្បាប់មួយហាមដាច់ខាតពីថ្ងៃនេះតទៅសូម្បីតែព្រះមេដាក៏មិនឲ្យចូលទៅសាកសួរសុខទុក្ខបបីដាដែរលែងឲ្យចូលទៅឈប់ឲ្យចូលទៅព្រោះតកាលណាចូលទៅចេះតែមានយកអាហារតាមចេះតាមចោះយកទៅអញ្ចឹងឈប់ឲ្យចូលទៅអញ្ចឹងសេនាតាហ៊ានស្ដាប់ព្រះរាជាណា
ពនាងវេទេហើយទៅលើក្រោយទៀតគេលែងឲ្យចូលស្វាមីខ្លួនឯងត្រូវបុតចិត្តពីលរបស់ខ្លួននឹងឯងបហាព្រះអង្គព្រះនាងទ្រង់ព្រះកន្សែងសោកាណាស់ក្នុងថ្ងៃចុងក្រោយដែលសេនាតាហានមិនអនុញ្ញាតនឹងព្រះនាងបានលុតជង្គង់នៅខាងក្រៅគុកទៀតលុតជង្គង់ហើយថ្វាយបង្គំទៅព្រះស្វាមីដែលនៅក្នុងគុកនឹងថាផ្គងអញ្ជលីនមស្ការព្រះស្វាមីទៀតថាបបិទ្ធប្របាទពំពិសាស្វាមីម្ចាស់ខ្ញុំហើយបុត្ររបស់យើងមិនអនុញ្ញាតឲ្យខ្ញុំម្ចាស់នឹងចូលទៅកលបម្រើត្រង់តទៅទៀតទេអាហារសពគ្រប់បែបយ៉ាងក៏ខ្ញុំម្ចាស់យកទៅលែងបានដែរសូម្បីតែចូលទៅក្នុងពន្ធនាគារដើម្បីសាកសួរសុខទុក្ខក៏ចូលទៅមិនបានខ្ញុំម្ចាស់អស់មានឱកាសនឹងបានឃើញត្រង់ទៀតហើយបបិទ្ធបរិជាម្ចាស់នៃខ្ញុំហើយទោះកំហុសឯណារបស់ខ្ញុំបើមានក្នុងកាលកន្លងមកសូមទ្រង់លើកលែងនៅទោសកំហុសនោះដល់ខ្ញុំម្ចាស់ផងចុះហើយសូមទ្រង់នឹករលឹកដល់គុណព្រះរតនត្រ័យឲ្យបានរឿយប្រតិសិនព្រះរាជាប្រតិសិននៅពន្ធនាគារ3ជុំទៀតប្រតិសិន3ជុំប្រតិសិនបណ្ដើយំទ្រង់ព្រះកន្សែងហូរទឹកភ្នែកបណ្ដើអស់លោកពុទ្ធបរិស័ទសម័យមើលបន្តិចទៀតតើចិត្តនឹងវាក្តុកក្តួលប៉ុណ្ណាស្វាមីជាទីស្រឡាញ់ហើយត្រូវបុតខ្លួនឯងទៅទៀតណាប្រហានេះហ្នឹងហើយយំប្រតិសិនជុំវិញគុកហ្នឹងពនាងកើតទុកសម្បើមណាស់តែមិនដឹងធ្វើម៉េចបើបុត្រារបស់ខ្លួនទៅសែបគប់ជាមួយនឹងភិក្ខុទេវទត្តណាភិក្ខុចិត្តបាបញុះញង់ឲ្យបហាបីដាខ្លួនឯងអញ្ចឹងពនាងថ្វាយបង្គំលាទៀតថ្វាយបង្គំប្របាទពំពិសាពីខាងក្រៅហ្នឹងឯងទ្រង់ទៅហូរយំទៅកាន់រាជវាំងវិញព្រះបាទពំពិសាព្រះអង្គមិនតូចបតីអ្វីទាំងអស់ពេលហ្នឹងអស់មានអាហារដែលត្រូវសោយទៀតអស់អាហារបរិភោគអីហើយនៅក្នុងគុកក្តៅទៅទៀតគុកក្តៅគុកជញ្ជាំងដែកដំបូលដែកហើយមានផ្សែងភ្លើងហុយចូលទៅទៀតទារុណកម្មខ្លាំងណាស់តែព្រះអង្គពេលយប់អីព្រះអង្គតែងចង្ក្រមមានមើលតាមប្រហោងគុកហ្នឹងមើលទៅភ្នំកិច្ចកោតឃើញប្រគន្ធកតឃើញភិក្ខុសង្ឃអីបដិបត្តិធរអាអីពីចងាយអញ្ចឹងទៅបាទពំពិសាតែងនមស្ការថ្វាយបង្គំទៅកាន់ភ្នំកិច្ចកោតនំវេភិរៈអីចឹងទៅណាហ្នឹងហើយចង្ក្រមទៅមកអញ្ចឹងទៅអាជាសតុនឹងសួរសេនាតាហានមិនទៅបបៃតាយើងសោយទីបង្គត់ហើយនៅតាហានថាបបិទ្ធព្រះអង្គព្រះបាទពំពិសាមិនទាន់សោយទីបង្គត់ទេអាមិនអញ្ចឹងឃើញព្រះបាទពំពិសាបបៃតារបស់ទ្រង់នឹងជាចង្ក្រមទៅមកទេដោយសារចង្ក្រមហ្នឹងឯងដោយសារចង្ក្រមហ្នឹងឲ្យបានចេះតែរស់តទៅទៀតនេះអញ្ចឹងធ្វើម៉េចកុំឲ្យចង្ក្រមទេមានតែជាប្របាទជាស្បែកប្របាទហ្នឹងទៅឈប់ដើររួចហើយអញ្ចឹងអ្នកទាំងឡាយទាំងពួងនោះឲ្យខ្មាន់ប្រកេសាដែលធ្លាប់កោសក់កាត់សក់អីថ្វាយព្រះរាជាកន្លងមកនោះកោពុកមាត់ពុកចង្ការនោះយកកំបិតនឹងទៅជានៅប្របាទទីរបស់បបៃតាយើងទៅកុំឲ្យដើររួចនេះក៏កម្មពីរបស់បាទពំពិសាណាអតីតកាលធ្លាប់មានសេចក្តីប្រមាថឡើងកាន់បច្ចេតដីហ្នឹងហើយដោយពាក់តំណប់ជើងហើយអ្នកយាមបច្ចេតដីអ្នកថែរក្សាបច្ចេតដីហ្នឹងក៏មានចិត្តចង់អាឃាត
ណាហើយបរិជាអង្គនេះឡើងកាន់ទីលានបច្ចេកដីពាក់ស្បែកជើងអញ្ចឹងពេលណាយើងមានអំណាចយើងនឹងស្បែកជើងរបស់បរិជានឹងម្ដងចងអាឃាតតាំងពីអតីតកាលមកទៀតហ្នឹងហើយតែបានថាมันគួរឲ្យចងអាឃាតហ្នឹងបើចងទៅបានមកជាបីដាខ្លួនឯងអញ្ចឹងឯងទៅមានចិត្តចង់ស្បែកប្របាទណាប្រលះស្បែកប្របាទហ្នឹងពេលនោះបរោះម្នាក់ដែលធ្លាប់តែជាងកាត់សក់ពុកមាត់ពុកចង្ការថ្វាយបរិជាកន្លងមកហ្នឹងក៏ចូលទៅក្នុងគុកហ្នឹងហើយស្ដាប់បង្គាប់របស់បរិជាថាបរិជាបង្គាប់ថាឲ្យខ្ញុំនឹងនៅស្បែកប្របាទទីរបស់ព្រះអង្គព្រះបាទពំពិសាពោលថាអ្នកចូលធ្វើតាមនៅបរិជារបស់អ្នកចុះសូមព្រះអង្គគុំទ្រង់ព្រះពិរោធជាមួយនឹងខ្ញុំឡើយអ្នកចូលធ្វើតាមបរិជារបស់អ្នកចុះបានចាប់ព្រះបាទពំពិសានឹងប្តេកខ្លួនហើយស្បែកប្របាទទាំងរស់អញ្ចឹងណាយកកំបិតដមុតកំបិតកោសក់ហ្នឹងណាកោពុកមាត់កោសក់កោអីហ្នឹងគឺមកប្រលះនៅស្បែកប្របាទទាំងពីរទាំងសងខាងទៀតឥឡូវអស់លោកពុទ្ធបរិស័ទពិចារណាមើលទៀតតើទុកលំបាកឈឺចាប់នឹងប៉ុណ្ណាហើយអ្នកបញ្ជាឲ្យស្បែកហ្នឹងគឺជាកូនប្រុសរបស់ខ្លួនទៅទៀតជាទីស្រឡាញ់ស្មើដោយជីវិតទៅទៀតឃើញទេនឹងបានថាខ្សែជីវិតរបស់ព្រះអរិយបុគ្គលទៀតណាប្របាទពំពិសាជាបុគ្គលធ្វើបន់ច្រើនណាយើងក៏ឆ្ងល់ដែរធ្វើបន់ច្រើនម្លឹងមិនក៏ទទួលផលអីដល់ម្លឹងឃើញទេមិនតែសម័យនេះទេសម័យមុនហ្នឹងក៏មានអ្នកធ្វើបន់មកកណោប៉ុន្តែរឿងបន់ហើយប៉ុន្តែអកុសលបាបកម្មពីអតីតកាលនោះដែលត្រូវឲ្យផលនោះក៏មានដែរអញ្ចឹងពុទ្ធបរិស័ទសិក្សាក្នុងរឿងរ៉ាវពុទ្ធសាសនាទៅយើងលែងឆ្ងល់ថាយើងធ្វើបន់ធ្វើអីមកកណោមិនក៏យើងធ្លាក់ខ្លួនយ៉ាងនេះយ៉ាងនោះអីយើងមិនបាច់ឆ្ងល់ទេព្រោះកាលពីមុនយើងធ្វើបាបក៏ធ្វើបន់ក៏ធ្វើពេលខ្លះក៏ត្រូវបាបឲ្យផលពេលខ្លះក៏បន់ឲ្យផលអញ្ចឹងទៅយើងអត់ឆ្ងល់ក្នុងរឿងហ្នឹងទេហ្នឹងហើយសូម្បីតែព្រះបាទពំពិសាជាព្រះអរិយបុគ្គលថ្នាក់សោតាទៅទៀតណាព្រះអង្គត្រូវសោយទីវង្គតដោយការជាប្របាទហ្នឹងជាពេលល្ងាចយប់នោះព្រះបាទពំពិសាសោយទីវង្គតក្នុងខណៈដែលព្រះបាទពំពិសាសោយទីវង្គតក្នុងរាត្រីនោះអាជាសតុហ្នឹងក៏មានមហេសីដែរមានការប្រសូតបុត្រក្នុងយប់នឹងដែរដំណើរគ្នានឹងព្រះបាទពំពិសាសោយទីវង្គតបុត្រខ្លួនឯងក៏កើតប្រសូតមកសេនាទាហានប្រាប់ថាបពិតបរិជាព្រះមហេសីរបស់ព្រះអង្គបានប្រសូតបុត្រហើយបានបុត្រាមួយល្អណាស់ស្រាប់តែមានអារម្មណ៍ស្រឡាញ់បុត្រណាអូយកូនប្រុសជាទីស្រឡាញ់កើតហើយណអញ្ចឹងតលពេលហ្នឹងបានដឹងថាប្របីតារបស់យើងហ្នឹងក៏ស្រឡាញ់យើងអញ្ចឹងដែរនេះឥឡូវនេះយើងស្រឡាញ់កូនហ្នឹងស្រឡាញ់ម្លឹងគាត់ទៅលើថាកើតមកសុទ្ធតែមានចិត្តមេត្តាទៅមកចិត្តអាណិតចិត្តមេត្តាចិត្តស្រឡាញ់រាប់ហ្នឹងហូរមកដូចជាទឹកទន្លេទឹកស្ទឹងទឹកសមុទ្រអីអញ្ចឹងដល់អញ្ចឹងទៅនឹកដល់ប្របីតាថាប្របីតាយើងបែបណងជាក៏ស្រឡាញ់យើងអាណិតយើងមានមេត្តាជាមួយយើងដូចជាយើងមានមេត្តាជាមួយនឹងបុត្រនឹងដែរដល់ពេលហ្នឹងក៏សួរទៅសេនាទាហានថាប្របីតាយើងនៅក្នុងគុកណែអ្នកទាំងឡាយចូលទៅដោះលែងប្របីតាយើងមកណែពេលហ្នឹងបានដឹងកំហុសសេនាទាហានមកទូលថ្វាយថាបបិទ្ធព្រះសម្បតិទេពប្របីតារបស់ទ្រង់សោយទីវង្គតមិញនេះឯងព្រះរាជាធ្លាក់ពីលើបល្ល័ង្កសន្លប់ទៀតសួរថាប្របីតាយើងយ៉ាងម៉េចប្របីតារបស់ទ្រង់សោយទីវង្គតហើយសន្លប់ទៀត3ដងគាត់នៅសន្លប់វាខុសខ្លួនអស់ក្រោយមកទៀតបបាជាសតុនឹងដឹងទេវទត្ត
ត្រូវធរណីស្រូបនៅពេលដឹងដំណឹងថាទេវតតហ្នឹងត្រូវធរណីស្រូបហើយក៏គិតថាយើងកន្លងមកទៅខ្សែគប់អ្នកណាមិនខ្សែគប់ជាមួយទេវតតអញ្ចឹងធរណីហ្នឹងច្បាស់ជាស្រូបយើងទៅកាន់អបិជ័យនរកដោយទេវតតអញ្ចឹងដែរភ័យអាណានឹកព្រះបិតាដឹងទោសដឹងកំហុសហើយណាខ្លាចធរណីស្រូបដោយទេវតតតាំងពីពេលនោះមកអស់លោកពុទ្ធបរិស័ទទាំងឡាយជាសតុសូមបីសូមខមាទោសបបីតាយកសពរបស់បបីតានឹងមកធ្វើបុណ្យណាបូជាសពបបីតាទាំងដែលខ្លួននឹងដឹងទោសដឹងកំហុសប៉ុន្តែវាហួសអស់ហើយណាហ្នឹងហើយធ្វើឲ្យជាសតុនឹងមិនស្ងប់ក្នុងបតីទេមិនស្ងប់ក្នុងបតីតលតែសោះខ្មាស់អៀនព្រះសម្មាសម្ពុទ្ធខ្លាចព្រះសម្មាសម្ពុទ្ធខ្មាស់អៀនភិក្ខុសង្ឃខ្មាស់អៀនសប្បុរសទាំងឡាយដែលខ្លួនឯងធ្វើបាបអាក្រក់អាក្រីណាស់ពេកណាអញ្ចឹងបានថាការសែបគប់បកុលពីលនេះឃើញទេចុងក្រោយដូចព្រះអង្គសម្ដែងអញ្ចឹងណាការសែបគប់បកុលពីលរមែងសោយនៅសេចក្តីទុក្ខអស់កាលដ៏យូរអង្វែងអានឹងកើតមកអំពីការសែបគប់ពីលហ្នឹងមិនថារឿងនឹងត្រូវតែលើកមកសម្ដែងអញ្ចឹងណាកើតពីការសែបគប់ពីលហ្នឹងណាវាធ្វើឲ្យខ្លួនឯងសាងនៅកំហុសមួយដែលជាអនន្តរិយកម្មទេវទត្តអ្នកមានអនន្តរិយកម្មហើយញ៉ាំងឲ្យបុគ្គលអ្នកសែបគប់ខ្លួនឯងហ្នឹងធ្វើនៅអនន្តរិយកម្មដូចខ្លួនឯងដែរឃើញទេអាជាសតុតាំងពីពេលនោះមកលោកពោលថាមិនដែលផ្ទុំលក់សំបីតែម្ដងឲ្យតែពេលផ្ទុំមានអារម្មណ៍មួយថាដូចមានអីចាក់ពីខ្នងជាលំពេងដែកអីចាក់ពីខ្នងមកអញ្ចឹងហើយដល់ពេលបិទភ្នែកថានឹងប្រុងនឹងសងំឲ្យលក់បន្តិចដូចជាមានគេហៅមកស្រែកគំរាមខ្លួនឯងអញ្ចឹងគឺអកុសលហ្នឹងវាដើរតួនិមិត្តឲ្យភ័យឲ្យខ្លាចឲ្យតក់ស្លុតណាឲ្យញាប់ញ័រគ្រប់ពេលវេលាហ្នឹងឃើញអកុសលណាមានកើតមកពីអីហើយទាំងរាប់មិនដឹងខ្លួនវាហួសពេលអស់ជាមួយណាជាមួយបបីតាទៅទៀតហើយបបីតាហ្នឹងមិនមែនបបីតាមនុស្សធម្មតាជាព្រះអរិយបុគ្គលប្របាទពំពិសាសោយទីវង្គតទៅកើតនៅក្នុងកំណើតយៈសម្លាញ់របស់ប្របាទវេស្សវណ្ណដោយសារព្រះអង្គធ្លាប់កើតនៅក្នុងឋានចាតុមហារាជការសោយរាជសម្បត្តិណែទទួលនៅសម្បត្តិឋានចាតុមហារាជការនឹងច្រើនជាតិមកហើយនោះតាមដែលបុណ្យរបស់ព្រះអង្គទៅកើតឋានណាក៏បានដែរឋានសួគ៌ហ្នឹងនោះតែអធិស្ឋានរបស់បាទពំពិសាស្រឡាញ់ឋានចាតុមហារាជហ្នឹងណាកើតជាកំណើតយៈតែយៈហ្នឹងមិនមែនយៈមិច្ឆាធិយៈសមាធិមានសម្បត្តិដូចទេវតាអីចឹងឈ្មោះពនាមថាជាអ្នកវសភៈទេវបុត្រហ្នឹងហើយអាជាសតុនោះរស់នៅទាំងក្តៅក្រហាយទាំងដែលបានរាជសម្បត្តិនឹងវាដូចជាបានភ្នំភ្លើងមកអញ្ចឹងរាជសម្បត្តិបានប្រយោជន៍អីកន្លងមករឿងរាជសម្បត្តិហ្នឹងធ្វើកម្មអាក្រក់ម្លឹងទាំងដែលប្របីតាបកុលឲ្យហើយនៅតែមិនសុខចិត្តទេនៅចង់សម្លាប់យកតែម្ដងប្របីតាបកុលឲ្យហើយមិនឲ្យណាឲ្យហើយហ្នឹងណាប៉ុន្តែការសែបគប់ហ្នឹងវាដឹកនាំវាធ្វើឲ្យអាជាសតុធ្វើកម្មនឹងឲ្យតលតែបានក្រោយមកទៀតប្របាទជាសតុនឹករលឹកសូមទៅខមាទោសចង់ចូលទៅខមាទោសព្រះដ៏មានព្រះភិក្ខព្រោះបានសម្លាប់បបីតាហើយបបីតានឹងជាសាវករបស់ព្រះដ៏មានព្រះភិក្ខណាយើងចូលទៅខមាទោសព្រះដ៏មានព្រះភិក្ខក្នុងជីវកម្មប្រវត្តិតកតងដល់មជីវកនឹងអីទៅព្រោះមជីវកនឹងគឺជាពេទ្យប្រចាំរាជវាំងនឹងហើយជាសតុនឹងក៏រាប់អានជាមួយមជីវកនឹងហើយចូលទៅគាល់ព្រះដ៏មានព្រះភិក្ខហ្នឹងហើយចូលគាល់ឲ្យព្រះអង្គទូលសួរបញ្ហាធัวព្រះអង្គទ្រង់ប្រកាសសម្ដែងនៅសាមញ្ញផលសូត្រ
អាជាសតោស្ដាប់យល់ស្ដាប់យល់ដឹងទោសដឹងកំហុសសូមខមាទោសប្រកាសទោសរបស់ខ្លួនចំពោះមុខនៃព្រះដ៏មានព្រះភិក្ខចំពោះព្រះភ័ក្ត្រនៃព្រះដ៏មានព្រះភិក្ខនិងភិក្ខុសង្ឃថាខ្លួនឯងនេះបានធ្វើនៅបេតុឃាតគឺសម្រាប់បិតាលោកអត់មានលាក់បាំងទោសអីទៀតទេសារភាពទោសហើយព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ជ្រាបជាសតុនេះតទៅនឹងដឹងខ្លួនដឹងទោសដឹងកំហុសហើយជាអ្នកមានសទ្ធាឧបត្ថម្ភភិក្ខុសង្ឃក្នុងសាសនានេះច្រើនណាស់ក្រៃលែងរោគបឋិជនណាមួយដែលមានសទ្ធាក្រៃលែងជាងអាជាសតុអត់មានในសម័យពុទ្ធកាលតពីព្រះអង្គប្រេតនៅពៀនទៅការធ្វើនៅបឋមសង្គាយនាគឺបបាជាសតុនេះឯងអ្នករៀបចំឧបត្ថម្ភភិក្ខុសង្ឃ500ធ្វើអារាមឧបត្ថម្ភភិក្ខុសង្ឃដើម្បីបានធ្វើសង្គាយនាដែលមានព្រះមហាកស្សបៈព្រះអានន្ទព្រះឧបល័យណាគឺអាជាសតោនេះឯងអ្នកឧបត្ថម្ភឲ្យមានសង្គាយនាក្នុងនគររាជក្រឹសណាសង្គាយនាលើកទី1ហ្នឹងក្នុងមង្គលរទីពនេះលោកសំដែងថាដោយសារប៉ុនហ្នឹងជួយសម្រាលជាសតោបន្តិចដែរធម្មតាបញ្ចានន្តរយកម្មគឺត្រូវតែធ្លាក់ទៅនៅក្នុងអវិជ័យមហានរកប៉ុន្តែនេះបានទៅកាន់លោហៈគម្ភីនរកលោហៈគម្ភីនរកហ្នឹងគឺនរកហ្នឹងគ្រាន់តែត្រាំនៅក្នុងទឹកក្តៅណាដែលមានជម្រៅ30000យោជពីមាត់ខ្ទះដល់បាតខ្ទះហ្នឹងហើយ30000ឆ្នាំឡើងមកដល់មាត់ខ្ទះ30000ឆ្នាំទៅដល់បាតខ្ទះហ្នឹងដែលទឹកនឹងវាវិលគួចចឹងណាហ្នឹងហើយឥឡូវនេះអាជាសតោត្រង់នៅក្នុងខ្ទះដែកដែលកំពុងតែក្តៅរលេះរលួយនៅក្នុងលោហៈគម្ភីនរកនឹងឯងតាមដែលបុណ្យរបស់ព្រះរាជាច្រើនណាស់ប៉ុន្តែបុណ្យនឹងទុកមួយឡែកសិនត្រូវទទួលនៅទោសនៃបេតុឃាតគឺសម្រាប់បិតាសិនឃើញទេហើយក្នុងអនាគតកាលព្រះដ៏មានភាពព្រះអង្គទ្រង់ព្យាករទៀតបន្ទាប់ពីអស់កម្មពីនរកនឹងមកបានកើតជាមនុស្សហើយបានជាព្រះបច្ចេកពុទ្ធព្រះនាមថាវិជិតាវីជាសតោហើយលោកពោលថានៅពេលដែលអាជាសតោស្ដាប់ធម៌របស់ព្រះដ៏មានព្រះភិក្ខនៅឯជីវកម្មពវ័នថ្ងៃដែលចូលទៅខមាទោសព្រះដ៏មានព្រះភិក្ខហ្នឹងបើសិនជាអាជាសតោមិនបានកាត់ពន្លិចនៅបបៃតាមិនបានធ្វើនៅបេតុឃាតទេអាជាសតោត្រូវបានសម្រេចជាសោតាបណ្ណបុគ្គលបន្តអំពីស្ដាប់នៅសាមញ្ញផលសូត្រប៉ុន្តែអាជាសតោបានត្រឹមតែត្រៃស្រណគមប៉ុណ្ណោះខមាទោសព្រះអង្គថ្វាយបង្គំព្រះអង្គក្នុងជីវកម្មពវ័នផ្លូវទៅភ្នំកិច្ចកោតបច្ចុប្បន្នហ្នឹងគោរពព្រះអង្គណាថ្វាយបង្គំលាហ្នឹងដើរថយក្រោយថយរហូតដល់ផុតកតុយភ្នែកបានបត់ទៅវាំងគោរពព្រះរាមាភិក្ខណាចុងក្រោយដឹងទោសទៀតដឹងទោសហ្នឹងហើយដឹងទោសដឹងកំហុសព្រោះទេវតតដែលជាសាស្តារបស់ខ្លួនហ្នឹងពធនេះស្រោបមួយហើយខ្លួនឯងធ្វើកម្មនឹងស្ដាយក្រោយដល់ទៅពេលស្ដាយវាហួសពេលនេះចង់បញ្ជាក់ថាការសែបគប់បុគ្គលពេលហ្នឹងហ៊ានធ្វើតាមបុគ្គលពេលឲ្យក្រៃលែងចុងក្រោយបានត្រឹមស្ដាយក្រោយទេស្ដាយបានការអីបើហួសអស់ហើយហ្នឹងហើយឃើញទេអញ្ចឹងបានថារឿងការសែបគប់បុគ្គលពេលនេះវាជាកំហុសមួយដ៏ធ្ងន់បំផុតដែលយើងគួរខ្លាចគួរវាចាកថាមិនគួរណាទៅសែបគប់បុគ្គលពេលឲ្យខ្លួនឯងធ្វើបាបកម្មអាក្រក់សែនអាក្រក់អីម្លឹងនោះណាមិនគួរសោះចឹងបានពុទ្ធបរិស័ទយើងទាំងអស់គ្នាងាកមកសែបគប់សត្វបរោះបានព្រះរាមាភិបព្រះអង្គសម្ដែងថាសត្វទាំងឡាយត្រូវគ្នាដោយធាតុតាំងពីអតីតកាលក្តីអនាគតកាលក្តីបច្ចុប្បន្នកាលក្តីសត្វទាំងឡាយទាំងពួងត្រូវគ្នាដោយធាតុអ្នកមានសទ្ធាត្រូវគ្នាដោយអ្នកមានសទ្ធាទៅ
អ្នកអត់សទ្ធាត្រូវគ្នាដោយអ្នកអត់សទ្ធាទៅអ្នកមានហិរិអតបៈក៏ត្រូវគ្នាទៅអ្នកមានសិលដូចគ្នាអ្នកអត់មានហិរិអតបៈអត់ខ្លាចបាបអត់ខ្មាស់បាបក៏ត្រូវគ្នាទៅអ្នកអត់មានសត្តចាកៈបញ្ញាអត់ធ្វើទានអត់អីហ្នឹងត្រូវគ្នាមកក្រុមហ្នឹងទៅហើយអ្នកដែលធ្វើសេចក្តីល្អមានសត្តចាកៈបញ្ញាក៏ត្រូវគ្នាម្ដុំហ្នឹងទៅព្រះរាមាភិបអង្គសម្ដែងធម្មនីលើភិក្ខុទាំងឡាយដូចជាប្រេងក៏ត្រូវគ្នាដោយប្រេងទៅស្ករត្រូវគ្នាដោយស្ករទៅអំបិលត្រូវគ្នាដោយអំបិលទៅទឹកអំពៅត្រូវគ្នាដោយទឹកអំពៅទៅដែលទឹកអំពៅទៅលាយទឹកក្រូចឲ្យមិនចូលគ្នាក៏វាមិនដូចគ្នាដែរវានៅតែអត់ត្រូវធាតុគ្នាអញ្ចឹងឧទាហរណ៍យកទឹកដោះគោទៅលាយជាមួយទឹកអំពៅវាចាក់ចូលគ្នាមែនតែវាមើលទៅវាខុសគ្នាបណ្ដោយតែបើទឹកអំពៅឲ្យទឹកអំពៅដូចគ្នាដាក់ទៅវាដូចតែគ្នាបណ្ដោយឃើញទេបានព្រះអង្គសម្ដែងថាសត្វទាំងឡាយទាំងពួងត្រូវគ្នាដោយធាតុអញ្ចឹងបានជាយើងចេះតែឃើញអ្នកខ្លះថាចុះក្រុមចៅហ្នឹងចេះតែរាប់អានគ្នាកើតដែរណោះទៅទាំងវងអ្នកលេងលបែងភ្នាល់អីផ្សេងអញ្ចឹងទៅទាំងពួកទាំងក្រុមឃើញប៉ូលីសចាប់បានទាំងវងមិនក៏ទៅបានគ្នាច្រើនម្ល៉េះថាវាត្រូវគ្នាដោយធាតុហ្នឹងហើយត្រូវគ្នាដោយធាតុគឺអាធាតុសន្សំមកហ្នឹងវាចូលចិត្តអញ្ចឹងហើយលោកពោលថាអ្នកដែលចូលចិត្តនិយាយកុហកហ្នឹងត្រូវគ្នាជាមួយនឹងអ្នកនិយាយកុហកហ្នឹងឯងអ្នកនិយាយញុះញង់ចូលចិត្តគ្នាអញ្ចឹងទៅជួបជុំគ្នានិយាយញុះញង់អីផ្សេងអញ្ចឹងទៅហ្នឹងហើយត្រូវធាតុគ្នាអញ្ចឹងដើម្បីកែទម្លាប់របស់យើងកុំឲ្យវាត្រូវធាតុជាមួយនឹងអកុសលធាតុហ្នឹងយើងរៀនខ្សែគប់ជាមួយនឹងសប្បុរសទៅកែទម្លាប់អាក្រក់របស់យើងបានបើមិនអញ្ចឹងទេយើងនឹងត្រូវធាតុជាមួយនឹងអកុសលធម៌នៅពេលដែលយើងដល់នៅសេចក្តីវិនិច្ឆ័យណាអត់មានបុគ្គលពេលណាទៅជួយយើងបានទេវតតអវិជ័យនរកអជាសតោលោហកុម្ភីនរកសុទ្ធតែសេចក្តីទុកដែលមិនមែនជាការដាក់អាជ្ញាអំពីម្ចាស់បំណុលអីប្របាទពឹមពិសាប្របីដានឹងទៅដាក់ទោសអីវិញអត់ទេអានេះរឿងកម្មតារឿងកម្មច្បាប់ធម្មជាតិចាត់ចែងតាហើយកាលដែលធ្វើទរណកម្មប្របីដាប្រមាណខែអីប៉ុណ្ណឹងទៅក៏បីដាសោយទីបង្គត់ទៅហើយដល់ទទួលទោសវិញមិនមែនប្រមាណខែហ្នឹងឯណាឥឡូវនេះធ្លាក់ទៅក្នុងឆ្នាំងខ្ទះក្តៅហ្នឹងខ្ទះទឹកក្តៅពុះហើយពុះដោយសំណរលាយដៃរលាយហ្នឹងបើគិតពីសម័យពុទ្ធកាលមកដល់ឥឡូវទៅបាន2000ឆ្នាំជាងហើយលោកពោលថាចូលទៅបាតខ្ទះ30000ឆ្នាំឆ្នាំទីខ្លះថា20000តែ2ក្តី3ក្តីវាយូរណាស់ឥឡូវទៅបាន2000ឆ្នាំជាងហ្នឹងបើគិតថាអណ្ដែតពីបាតឬក៏ចុះពីមាត់ឆ្នាំងឬក៏មាត់ខ្ទះហ្នឹងទៅបាន2000ឆ្នាំជាងហ្នឹងហើយឡើងចុះឡើង30000ឆ្នាំចុះ30000ឆ្នាំអញ្ចឹងនេះហើយកើតមកអំពីអីខ្សែបគប់ខុសសម័យមានសប្បុរសអត់ខ្សែបគប់សប្បុរសហើយខ្សែបគប់ជាមួយនឹងភិក្ខុពាលអញ្ចឹងបានថាយើងសំណាងដែរយើងមិនទៅខ្សែបគប់បុគ្គលពាលអាក្រក់អាក្រីក្រៃលែងណាហើយក៏ត្រូវតែប្រយ័ត្នប្រយែងតទៅផងដែរថាដើម្បីឲ្យដំណើរតទៅមុខទៀតយើងបានល្អសុខចម្រើនកើតជាមនុស្សទៅកាន់ទេវតាឋានសួគ៌មិនទាន់បរិនិព្វានអីយ៉ាងណាកុំឲ្យទៅកាន់អបាយភូមិហ្នឹងហើយបានឡើងខ្ពស់ទៅកាន់ទេវភូមិអីចឹងទៅបើមិនទាន់អស់ជាតិអស់កំណើតអីបានសោយសុខក្នុងទេវលោកស្ដាប់ធម៌ព្រះអរិយៈអីចឹងទៅគួរតែខ្សែបគប់សប្បុរសគួរតែធ្វើនៅអំពើល្អឲ្យច្រើនកុំនឿយណាយនឹងការខ្សែបគប់សប្បុរសកុំនឿយណាយនឹងការធ្វើអំពើល្អរបស់យើងនឹងឯងដែលជួយយើងឲ្យរួចផុតអំពី
អន្លង់នៃអបាយភូមិឬក៏អន្លង់នៃនរកប្រែតនឹងឯងមានតែអំពើល្អរបស់ខ្លួនប៉ុណ្ណោះអំពើល្អដែលយើងអាចធ្វើទៅបានហ្នឹងអាស្រ័យការខ្សែគប់សប្បុរសតែម្យ៉ាងគត់ដែលតម្រង់ទិសជំរុញជំនួយឲ្យយើងបានទៅដល់សុគតិភពនិងព្រះនិព្វានមានតែការខ្សែគប់សប្បុរសការខ្សែគប់នេះជាគុណធម៌ដ៏អស្ចារ្យបំផុតដែលយើងគួរតែស្វែងរកសប្បុរសដើម្បីខ្សែគប់ព្រះបរមពុរិស័ទលោកថាម៉េចជនណាមានកាយកម្មល្អវចីកម្មល្អមនោកម្មល្អលោកប្រាប់កូនថាកូនណាចូលទៅរាប់អានជននោះជាម្ដាយជាឪពុកទៅបានន័យថាបណ្ឌិតទាំងឡាយទាំងពួងទុកដូរជាម្ដាយឪពុករបស់យើងអញ្ចឹងបណ្ឌិតសប្បុរសលោកអ្នកមានសិលដូចម្ដាយឪពុកបានន័យថាមិនបៀតបៀនយើងទេមិនបៀតបៀនយើងទេនឹងបណ្ឌិតសប្បុរសទៀតហ្នឹងហើយនេះធម្មទានខ្ញុំកណ្ដាខ្ញុំបាទមិនវែងឆ្ងាយអីតទៅទៀតទេប្រុងលើកមួយរឿងពីររឿងអីទៀតដែរប៉ុន្តែគិតថាប៉ុណ្ណឹងចោះណាពុទ្ធបរិស័ទបានស្ដាប់មានប្រមាណប៉ុណ្ណេះសូមឲ្យបានជាបច្ច័យរួចផុតចាកទុក្ខទាំងពួងទាំងអស់គ្នាទៀតណាសូមអនុមោទនា